នៅយប់ថ្ងៃទី30ខែធ្នូឆ្នាំ2003ខ្យល់រងាក៏បានបកកាត់ទីក្រុងហុងកុងប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សម្នារងាញាក់សាច់នោះគឺព័ត៌មានដ៏តក់ស្លុតមួយដែលបង្ហាញថាអធិរាជសម្លេងមាសអេនេតាមួយគឺបានចាក់ចេញពីលោកនេះហើយនៅក្នុងវ័យត្រឹមតែ40ឆ្នាំគាត់ក៏បានបន្សល់ទុកនៅអាថ៌កំបាំងភាពជោគជ័យនិងការឈឺចាប់ដែលពិបាករៀបរាប់តែក្មេងស្រីម្នាក់ដែលចាប់ផ្ដើមជីវិតពីការដើរច្រៀងនៅតាមចិញ្ចើមថ្នល់អាចក្លាយជាតារាដ៏មានឥទ្ធិពលបំផុតម្នាក់នៅអាស៊ីដោយរបៀបណាថ្ងៃនេះយើងនឹងជីកកកាយខ្សែជីវិតរបស់គាត់ចាប់តាំងពីថ្ងៃចាប់កំណើតរហូតដល់វិនាទីចុងក្រោយក្នុងឈុតកូនក្រមុំនៅលើឆាកតន្ត្រីអេនេតាមួយក៏កើតនៅថ្ងៃទី10ខែតុលាឆ្នាំ1963គាត់គឺជាកូនពៅនៅក្នុងចំណោមបងប្អូន4នាក់ជីវិតរបស់គាត់គឺបានចាប់ផ្ដើមដោយភាពងងឹតសន្សឹមឪពុករបស់គាត់គឺបានស្លាប់ចោលគាត់តាំងពីគាត់នៅជាទារកម្ដាយរបស់គាត់គឺអ្នកស្រីតាមម៉ៃកាន់គឺជាអ្នកដែលស្រឡាញ់សិល្បៈប៉ុន្តែជីវភាពក្រីក្រខ្លាំងពេកគឺបានបង្ខំឲ្យអេនេតាមួយនិងបងស្រីរបស់គាត់ត្រូវឡើងច្រៀងនៅតាមសួនកម្សាន្តតាំងពីអាយុ4ឆ្នាំខណៈដែលក្មេងដទៃរត់លេងនិងរៀនសូត្រអេនេតាមួយគឺត្រូវតុបតែងមុខជាមនុស្សធំដើម្បីច្រៀងរហូតដល់យប់ជ្រៅដើម្បីដោះដូរនឹងបាយមួយពេលនៅសាលារៀនគាត់តែងតែត្រូវមិត្តភ័ក្តិរើសអើងនិងហៅគាត់ថាជាក្មេងលក់សម្លេងអេនេតាមួយធ្លាប់រៀបរាប់ថាគាត់គ្មានកុមារភាពនោះទេដែលសូម្បីតែមិត្តភ័ក្តិម្នាក់ក៏គ្មាននោះដែរអ្វីដែលកាន់តែឈឺចាប់គឺម្ដាយរបស់គាត់មានផ្នត់គំនិតស្រឡាញ់កូនប្រុសនិងឆ្មើងឆ្មៃទៅដាក់កូនស្រីលុយដែលអេនេតានិងបងស្រីរកបានគឺត្រូវយកទៅឲ្យបងប្រុសរៀនសូត្រចំណែកគាត់គឺត្រូវឈប់រៀនតាំងពីថ្នាក់អនុវិទ្យាល័យដើម្បីធ្វើការពេញម៉ោងរបបជីវិតថ្មីរបស់គាត់គឺបានចូលមកដល់ដែលនៅក្នុងឆ្នាំ1982គឺនៅពេលដែលទូរទស្សន៍ TVB បង្កើតកម្មវិធីប្រកួតចម្រៀង New Talent Singing Award លើកទី1អេនេតាមួយគឺបានឡើងច្រៀងបទ The Windy Season ដែលគ្រាន់តែបង្ហើរសម្លេងដំបូងគណៈកម្មការស្ទើរតែធ្លាក់ពីលើកៅអីព្រោះសម្លេងដ៏គ្រលួចធ្ងន់និងមានអំណាចខ្លាំងមិនសមនឹងអាយុ18ឆ្នាំនោះឡើយគាត់ក៏បានឈ្នះលេខ1ដោយបន្ទុកដាច់គេឆ្ងាយហើយក៏បានចុះកងត្រាជាមួយនឹងផលិតកម្ម Capital Artists ដំបូងឡើយមហាជនគឺរិះគន់រូបរាងគាត់ថាស្គមពេកឬក៏មើលទៅដូចជាអ្នកជក់ថ្នាំប៉ុន្តែអេនេតាគឺមិនចោះចាញ់ឡើយគាត់ក៏បានចាប់ផ្ដើមសហការជាមួយនឹងអ្នកច្នៃម៉ូដ Andy Lau ដែលបានជួយបដូររូបរាងគាត់ឲ្យទៅជាតារាដែលមានស្ទីលប្លែកពីគេបំផុតក្នុងឆ្នាំ1985ដល់ឆ្នាំ1988គឺជាយុគសម័យដែលអេនេតាមួយគ្រប់គ្រងវិស័យសិល្បៈហុងកុងទាំងស្រុងតែម្ដងអាល់ប៊ុម Bad Girl គឺបានបំបីកំណត់ត្រាលក់ដាច់បំផុតគាត់គឺបាននាំមកស្ទីលបែប sexy និងក្លាហានដែលតារាស្រីសម័យនោះមិនហ៊ានធ្វើនៅឡើយគាត់អាចបដូរពីស្ទីលនារីទន់ភ្លន់មកជាបរិសង្ហាឬក៏មនុស្សយន្តអនាគតកាលដែលធ្វើឲ្យគាត់ទទួលបានរហស្សនាមថាតារាមុខ100មិនត្រឹមតែច្រៀងនោះទេនៅក្នុងឆ្នាំ1987គាត់ក៏បានសម្ដែងនៅក្នុងរឿងផ្កាស្រពោនជាតួឯកខ្មោចស្រីការសម្ដែងដ៏រស់រវើកមួយនេះក៏បានធ្វើឲ្យគាត់ឈ្នះពានរង្វាន់តារាស្រីឆ្នាំបំផុតនៅក្នុងកម្មវិធីធំៗចំនួន3ក្នុងពេលតែមួយតែម្ដងក្នុងកំឡុងពេលនោះគាត់និង Leslie Chuang គឺបានក្លាយជាមិត្តជិតស្និទ្ធបំផុតពួកគាត់ទាំងពីរគឺជាក្មេងកំព្រាឪពុកដូចគ្នាតស៊ូពីក្រមមុខដូចគ្នាទើបយល់ចិត្តគ្នាយ៉ាងខ្លាំងពួកគាត់គឺធ្លាប់សន្យាថាបើអាយុ40ហើយពួកគាត់នៅលាវពួកគាត់នឹងរៀបការជាមួយគ្នាបើទោះបីជាជោគជ័យទៅដល់កម្រិតកំពូលប៉ុន្តែជីវិតឯកជនរបស់គាត់គឺពោរពេញទៅដោយភាពឯកាអេនេតាគឺធ្លាប់មានស្នេហាជាមួយនឹងតារាជប៉ុនក៏ដូចជាតារាប្រុសដទៃផ្សេងទៀតប៉ុន្តែតែងតែបញ្ចប់ទៅដោយការបោកប្រាស់និងការខកចិត្តគាត់គឺធ្លាប់និយាយថាលុយខ្ញុំមានច្រើនប៉ុន្តែអ្វីដែលខ្ញុំចង់បានបំផុតនោះគឺគ្រួសារដ៏កក់ក្ដៅមួយប៉ុន្តែវាមិនដែលកើតឡើងចំពោះខ្ញុំឡើយគាត់គឺបានក្លាយជាប្រធានសមាគមសិល្បៈហុងកុងនិងបានជួយទៅដល់សង្គមជាច្រើននៅក្នុងឆ្នាំ2000បងស្រីរបស់គាត់គឺបានស្លាប់ទៅដោយជំងឺមហារីកស្បូនដែលធ្វើឲ្យអេនេតាមួយគឺបាក់ទឹកចិត្តយ៉ាងខ្លាំងប៉ុន្តែគាត់នៅតែបន្តធ្វើការនិងជួយអ្នកដទៃរហូតដល់ឆ្នាំ2003ដែលជាឆ្នាំដ៏ខ្មៅងងឹតបំផុតដើមឆ្នាំ2003មិត្តសម្លាញ់របស់គាត់គឺ Leslie Chuang ក៏បានធ្វើអត្តឃាតអេនេតាយំសោកស្ទើរតែបាត់បង់ស្មារតីប៉ុន្តែវាសនាអាក្រក់នៅតែតាមលងបន្លាចគាត់ត្រូវបានគេរកឃើញថាមានជំងឺមហារីកស្បូនដំណាក់កាលចុងក្រោយដូចជាបងស្រីរបស់គាត់ដែរបើទោះបីជាពេទ្យហាមឃាត់ក៏គាត់នៅតែសម្រេចចិត្តរៀបចំការប្រគំតន្ត្រីចុងក្រោយចំនួន8យប់នៅខែវិច្ឆិកាឆ្នាំ2003គាត់បាននិយាយថាខ្ញុំចង់ស្លាប់នៅលើឆាកមិនមែនស្លាប់នៅក្នុងមន្ទីរពេទ្យនោះទេនៅក្នុងរាត្រីចុងក្រោយគាត់ក៏បានក្រុងឈុតកូនក្រមុំពណ៌សយ៉ាងស្រស់ស្អាតគាត់ក៏បានប្រាប់ទស្សនិកជនថាជីវិតខ្ញុំលះបង់ទៅឲ្យសិល្បៈខ្ញុំមិនដែលមានឱកាសរៀបការពិតប្រាកដនោះទេដូច្នេះយប់នេះខ្ញុំសូមរៀបការជាមួយនឹងឆាកតន្ត្រីនិងរៀបការជាមួយអ្នកគាំទ្រទាំងអស់គ្នាបន្ទាប់ពីច្រៀងចប់នៅបទ Sunset Song គាត់គឺបានឡើងជណ្ដើរយឺតៗហើយងាកមកមើលអ្នកគាំទ្រជាលើកចុងក្រោយរួចក៏ស្រែកពាក្យថាបាយបាយយ៉ាងខ្លាំងដែលជាសម្លេងចុងក្រោយដែលពិភពលោកបានលើកពីគាត់អេនេតាមួយគឺបានទទួលមរណភាពនៅថ្ងៃទី30ខែធ្នូឆ្នាំ2003អ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះគឺក្រោយពេលដែលគាត់ស្លាប់ម្ដាយរបស់គាត់គឺបានប្តឹងផ្តល់ដណ្ដើមទ្រព្យសម្បត្តិដែលអេនេតាគឺបានប្រមូលដាក់ក្នុងមូលនិធិម្ដាយរបស់គាត់គឺថែមទាំងយកខោអាវក្នុងនិងរបស់របរផ្ទាល់ខ្លួនរបស់អេនេតាមកលក់ឡាញឡុងដែលធ្វើឲ្យមហាជនខឹងសម្បាយ៉ាងខ្លាំងបើ
បើទោះបីជារាងកាយរបស់គាត់បាត់បង់ប៉ុន្តែស្មារតីអេនេតាមួយនៅតែស្ថិតនៅក្នុងបេះដូងមនុស្សគ្រប់គ្នាជីវិតរបស់អេនេតាមួយក៏បានបង្រៀនយើងថាបើទោះបីជាថ្ងៃលិចទៅដោយភាពងងឹតប៉ុន្តែពន្លឺដែលយើងផ្ដល់ឲ្យពិភពលោកនឹងមិនរលត់នោះឡើយគាត់ក៏បានតស៊ូពីក្មេងស្រីក្រីក្ររហូតក្លាយជាអធិរាជសម្លេងមាសហើយក៏បានចាក់ចេញទៅទាំងសេចក្តីថ្លៃថ្នូរបងប្អូនយល់យ៉ាងណាដែរសម្រាប់វីដេអូមួយនេះហើយបងប្អូនណាខ្លះដែលធ្លាប់ទស្សនារឿងរបស់គាត់ជួយចែករំលែកប្រាប់ខ្ញុំនៅក្នុងវីដេអូមួយនេះផងអរគុណ